Hello សួស្តីអ្នកនរគ្នាតោះថ្ងៃនេះ Get Ready ជាមួយនឹងបងប្អូនគ្នាពួកយើងធ្វើដំណើរទៅលេងកោះ Phuket ឬក៏កោះត្រល់ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសវៀតណាមហើយសម្រាប់ trip នេះគឺខ្ញុំធ្វើដំណើរទៅដោយម៉ូតូផ្ទាល់គឺខ្ញុំចាប់ផ្ដើមចេញពីទីរួមខេត្តកំពតឆ្ពោះទៅច្រកព្រំដែនអន្តរជាតិព្រៃចាកបន្តមកទៀតធ្វើដំណើរទៅហាទៀនហើយចេញពីហាទៀនគឺបន្តទៅកោះត្រល់តែម្ដងហើយសម្រាប់ trip នេះដែរគឺជា trip ដំបូងរបស់ខ្ញុំហើយវាអត់មានភាពអត់ខ្ចោយទេគាត់ខ្ញុំបាន record វីដេអូខ្លះៗខ្ញុំយកមកគុំចូលគ្នាហើយខ្ញុំចង់ចែករំលែកទៅអ្នកទាំងអស់គ្នាសម្រាប់បងប្អូនណាដែលគាត់មានបំណងចង់ទៅលេងកោះត្រល់ដែលអត់ចង់ចំណាយច្រើនឬមួយក៏ទៅដោយម៉ូតូឬតូបដល់ខ្លួនអីពួកយើងអាចធ្វើដំណើរទៅបានគ្រាន់តែមើល clip ខ្ញុំខ្លះៗនេះទៅហ្នឹងហើយហើយពួកយើងអាចទៅដើរលេងនៅកោះត្រល់បានគឺ easy មែនតើហើយក៏ចំណាយតិចដែរសម្រាប់កោះ Phuket នេះផងដែរគឺជាតំបន់ទេសចរណ៍ដ៏សំខាន់មួយដែលស្ថិតនៅក្នុងខេត្តអាំងយ៉ាងប្រទេសវៀតណាមហើយកោះ Phuket នេះក៏ជាកោះដ៏ធំបំផុតរបស់ប្រទេសវៀតណាមផងដែរដែលមានផ្ទៃដីសរុបចំនួន575គីឡូម៉ែត្រការ៉េហើយនឹងមានប្រជាជនរស់នៅប្រមាណជា720,000 នាក់ត្រឡប់មក trip របស់ពួកយើងវិញពេលពួកយើងធ្វើដំណើរជិតដល់ច្រកព្រំដែនអន្តរជាតិគឺពួកយើងក៏ចាប់ផ្ដើមរកកន្លែងដូរលុយហើយបើសិនជាអ្នកទាំងអស់គ្នាមានបំណងចង់ទៅដើរលេងនៅប្រទេសវៀតណាមខ្ញុំសេចក្ដីអ្នកមិនដូរលុយលើសទៅនៅពេលដែលយើងមកវិញលុយសល់គឺយើងអាច exchange យកជា local currency យើងបានទៅវិញហើយព្រោះបើយើងដូរតិចទៅដល់ប្រទេសវៀតណាមនោះបើសិនជាយើងអស់លុយគឺពិបាករកកន្លែងដូរលុយមែនតើជាក់ស្ដែងខ្ញុំជាមួយបាត់ពេលខ្ញុំគឺជួបតតែម្ដងខ្វះលុយដូរលុយស្ទើរបានយកលុយវៀតណាមចេញមក$ម៉ាន$25ឡើងដល់ឃើញឡើង AC ឡើងដល់26តាត់អីវាតម្លៃវាដូចគ្នាទេមួយអញ្ចឹងវាអត់ច្បាស់វាឡើងចុះយើងទៅចំណេញណាដូរវិញចំណេញជាទួតដល់ពីធ្វើការដូរលុយរួចរាល់ហើយពួកយើងក៏បន្តដំណើរចូលមកកន្លែងវាយ passport មុនពេលពួកយើងអាចបន្តដំណើរចូលទៅក្នុងប្រទេសវៀតណាមផ្ទាល់តែម្ដងហើយសម្រាប់ម៉ូតូវិញគឺយើងអាចយកចូលទៅបានអត់មានបញ្ហាទេសាលេខខ្មែរយើងគឺយើងអាចយកចូលទៅបានតែគាត់ថាអាចយកចូលជីបានត្រឹមជាគៀនខេត្តដែលមានព្រំប្រទល់ចិត្តនឹងអីចឹងណាយើងចង់ចូលទៅជ្រៅដូចហូជីមីញអីគឺយើងយកទៅអត់កើតទេហើយសម្រាប់ឆ្លងយកចូលកោះត្រល់ក៏យើងឆ្លងចូលអត់កើតដែរអញ្ចឹងពួកខ្ញុំត្រូវទុកម៉ូតូនៅហាទៀនហើយឆ្លងសាឡាងទៅកោះត្រល់បន្ទាប់មកដល់កោះត្រល់ពួកខ្ញុំក៏ជួលម៉ូតូនៅខាងនោះជីយកមកឲ្យគេមែនអត់ហើយនេះគឺជាទស្សនវិជ្ជានៅក្នុងប្រទេសវៀតណាមបន្ទាប់ពីពួកយើងបានមកស្វែងរកហើយពួកយើងក៏ធ្វើដំណើរបន្តចូលហាទៀនដើម្បីរកកន្លែងស្នាក់នៅពួកខ្ញុំឆ្លងចូលវៀតណាមនោះល្ងាចដែរវាម៉ោង5:00ជិត5:00ដល់ពួកយើងទៅខ្ញុំត្រូវស្នាក់នៅហាទៀនមួយយប់ដើម្បីស្អែកនៅព្រឹកថ្ងៃស្អែកហ្នឹងពេលព្រឹកពួកខ្ញុំធ្វើដំណើរចេញពីហាទៀនឆ្ពោះទៅកោះត្រល់តែម្ដងពីជីបានមួយសន្ទុះពួកយើងក៏រកបន្ទប់បានគេងហើយបន្ទប់នេះគឺមានតម្លៃ$15ក្នុងមួយយប់ហើយមានទីតាំងស្ថិតនៅម្ដុំផ្សាររាត្រីពេលបានមកដល់ហើយពួកយើងនិយាយឈៀលជាមួយវៀតណាមវាយអីចឹងណាពួកយើងអត់ដៃអស់ជើងដៃជាតាំងពីកំពតមកបន្ទាប់ពីឈៀលមកទៅក៏ឃ្លៀងហើយពួកខ្ញុំក៏បានចេញទៅរកអីញ៉ាំហើយនេះផងនេះគឺជា phở វៀតណាមហើយរសជាតិឆ្ងាញ់មែនតើខ្ញុំរ៉េត
សម្រាប់ខ្ទឹមជ្រក់នេះដែរគឺបេះហ្មងខ្ញុំនិយាយមែនខ្ញុំញ៉ាំខ្ទឹមគេឡើងចង់អស់1គីឡូបន្ទាប់ពីញ៉ាំអីរួចរាល់ហើយពួកយើងក៏ត្រឡប់មកកន្លែងគេងដើម្បីគេងហើយយកកម្លាំងក្រោយពីព្រឹកថ្ងៃស្អែកដើម្បីឆ្លងទៅកោះត្រល់តោះឥឡូវចូលមកដល់ថ្ងៃទី2ហើយពួកយើងបានក្រោយពីព្រឹកដើម្បីធ្វើដំណើរទៅកំពង់ចម្លងហើយឆ្លងពីហាត់ទៀនចូលទៅហ្វូកូហើយនេះគឺជាទិដ្ឋភាពនៅខាងក្នុងសាលារបស់គេហើយសម្រាប់សម្បត្តិវិញក្នុងម្នាក់ដូចជាតម្លៃ$7សម្រាប់សម្បត្តិវិញអ្នកគ្នាធ្វើការកក់នៅក្នុង website គេបានហើយកក់មុនមួយថ្ងៃអញ្ចឹងណាហើយនេះគឺជាទិដ្ឋភាពខាងក្រៅសាលាអញ្ចឹងហើយនៅខាងក្នុងហើយសម្រាប់ការធ្វើដំណើរវិញគឺមានចម្ងាយ40គីឡូម៉ែត្រហើយចំណាយពេលក្នុងការធ្វើដំណើររយៈពេល1ម៉ោងពីហាត់ទៀនឆ្ពោះទៅកោះត្រល់ហើយនេះគឺជាទិដ្ឋភាពនៅខាងលើសាលាអ្នកគ្នាអាចធ្វើការឡើងមកមើលទិដ្ឋភាពខាងក្រៅបានប៉ុន្តែប្រយ័ត្នប្រយែងតិចព្រោះពេលឡើងមកខាងលើហ្នឹងគឺខ្យល់ខ្លាំងមែនទែនបន្ទាប់ពីធ្វើដំណើររយៈពេលប្រហែលជា1ម៉ោងពួកយើងក៏បានមកដល់កោះត្រល់ហើយទេសភាពជាស្អាតមែនទែនហើយនេះគឺជាម៉ូតូដែលពួកខ្ញុំជួលគឺមានតម្លៃ$30000ក្នុងរយៈពេល1ថ្ងៃបន្តមកទៀតពួកយើងក៏ជិះចេញពីកំពង់ផែឆ្ពោះទៅកាន់ហូតែលដែលពួកយើងគេងនេះគឺជាបន្ទប់ហូតែលដែលពួកយើងស្នាក់នៅដែលមានតម្លៃ$15ក្នុងរយៈពេល1យប់ហើយបន្ទប់គេស្អាតខាងក្រៅមាន view ដើម្បីមើលជាស្រស់ស្អាតមែនទែនពីមកដល់អូតែរៀបចំអីវ៉ាន់រួចរាល់ហើយពួកយើងអត់មានបងយូរទេក៏ចាប់ផ្ដើមបន្តដំណើរទៅ Sun World ដើម្បីជិះ Cable Car ហើយនៅតាមផ្លូវនោះផងដែរពួកយើងក៏បានរកអីញ៉ាំសិនមុនពេលពួកយើងធ្វើដំណើរទៅ Sun Worldបន្ទាប់ពីធ្វើដំណើរបានរយៈពេលមួយសន្ទុះពួកយើងក៏បានមកដល់ Sun World ហុនធំខ្ញុំមិនដឹងថាខ្ញុំប្រណាំវាត្រូវទេហើយ Sun World ហុនធំនោះដែរគឺជាកន្លែងដែលពួកយើងជិះ Cable Car សម្រាប់ការជិះ Cable Car ដែរគឺក្នុងម្នាក់មានតម្លៃ$30គឺវាទាំងទៅទាំងមក$30ហ្នឹងហើយ include ពេលយើងឆ្លងទៅដល់ខាងកោះហុនធំឬក៏កោះម្ដងហ្នឹងគឺគេមានសួនឈានគេលេងមានដូចជាroller coaster សួនទឹកហើយមានកន្លែងលេងជាច្រើនទៀតគឺយើងលេង free ហ្មងគឺយើងពេលយើងpay $30ទៅយើងបានសម្បត្តិជិះ Cable Car ទាំងមកហើយយើងលេងនៅកន្លែងហ្នឹង free ហើយសម្រាប់តម្លៃ$30ហ្នឹងគឺអត់ថ្លៃទេអ្នកនរគ្នាពេលទៅដល់ហ្នឹងគឺសួនគេនោះគឺមានកន្លែងលេងគឺច្រើនមែនតើហើយខ្ញុំសច្ចេនៅពេលទៅពីព្រឹកទៅបានយើងមានពេលវេលាលេងគ្រប់គ្រាន់អញ្ចឹងដូចពួកខ្ញុំទៅយើងនិយាយចៃទៅពេលទៅជិះបានតែ roller coaster មួយហើយជិះ RCK នោះមួយទៀតក៏ដល់ម៉ោង5គេបិទក៏ពួកយើងឆ្លងមកវិញអញ្ចឹងពិតជាស្ដាយមែនតើហើយនេះគឺជាទិដ្ឋភាពមើលពីខាងលើទៅគឺខាងក្រោមសម្បូរទៅដោយទូកមែនតើខ្ញុំមិនដឹងថាទូកនោះទូកនេសាទឬមួយក៏ទូកប្រជាជនវាស្នាក់នៅទេប៉ុន្តែមើលទៅវាពិតជា attractive សម្រាប់ Cable Car នៅកោះត្រល់នេះផងដែរក៏បានហូលនៅ World Guinness Record ដែលជា Cable Car ដែលមានខ្សែរ៉ក3ឆ្លងកាត់សមុទ្រវិញជាងគេនៅក្នុងពិភពលោកផងដែរ
ជាងកន្លែងលេងច្រើនមែនតើហើយបន្តិចទៀតនេះពួកយើងនឹងធ្វើការជា roller coaster មួយនេះហើយខ្ញុំនឹង show រូបរបស់ខ្ញុំពួកឯងពេលជាហ្នឹងទៅគេឲ្យខ្ញុំឡើងទៅយកទូរស័ព្ទយកអីមានប៉ុន្តែនេះគេឲ្យដែរគឺដោះចេញដល់អស់ដោយសារ speed វាលឿនគឺលឿនមែនតើអញ្ចឹងខ្ញុំបានតម្លៃទៅជីតែខ្ញុំបានថតមានបានអីទាំងអស់មួកអីក៏គេឲ្យពាក់ដែរគឺដោះចេញអស់គេខ្លាចឈុតមកអញ្ចឹងពីលេងបានតែពីកន្លែងនេះពួកយើងក៏ដល់ម៉ោង5គឺជាម៉ោងដែលគេត្រូវបិទកន្លែងនោះហើយសម្រាប់ភ្ញៀវទេសចរទាំងអស់គឺត្រូវតែជិះ cable car ត្រឡប់មកខាងកោះត្រល់វិញទាំងអស់គ្នាហើយនេះគឺជាទស្សនវិជ្ជាទៅពេលជិះត្រឡប់មកវិញថ្ងៃចាប់បានរៀបលេចហើយបន្តចេញពីនោះទៅគឺពួកខ្ញុំទៅមើលថ្ងៃលិចនៅ Kiss Bridge ទីទៀតនេះខ្ញុំនឹងសូនៅកន្លែង Kiss Bridge ឲ្យអ្នកនរគ្នាមើលបន្ទាប់ពីត្រឡប់មកដល់កោះត្រល់វិញពួកយើងក៏បានមកមើលថ្ងៃលិចហើយនៅកន្លែងនេះផងដែរគឺសម្បូរទៅដោយភ្ញៀវទេសចរពួកគាត់មកថតរូបលេងច្រើនមែនទែនជាពិសេសគឺសម្រាប់ភ្ញៀវទេសចរដែលគាត់មកជាលក្ខណៈ couple គឺគាត់ជួយចិត្តមកថតរូបនៅ Kiss Bridge មូលហេតុដែលគេហៅថា Kiss Bridge ហ្នឹងគឺតម្រូវ couple ហ្នឹងគាត់ឡើងស្ពានពីរផ្សេងគ្នាប៉ុន្តែឡើងមកជួបគ្នានៅចំណុចមួយចាំខ្ញុំសូមរូបអ្នកឲ្យមើលហើយពួកគាត់ថាគ្នាអញ្ចឹងហើយគឺថតរូបគឺស្អាតមែនទែនចង់ឲ្យបានគេហៅថា Kiss Bridgeពួកយើងក៏ត្រឡប់មកតែវិញហើយហត់មែនតើហើយថ្ងៃទី2ពួកយើងក៏បានបញ្ចប់ទៅហើយចឹង good night បងប្អូនគ្នាជួបគ្នានៅថ្ងៃស្អែកគឺជាថ្ងៃទី3នៅកោះត្រល់ទាំងអស់គ្នា Good night see you tomorrow Good morning ហើយនេះគឺជាថ្ងៃទី3នៅលើកោះហ្វូកូហើយពួកយើងបាន check out ពីកន្លែងនេះពួកយើងបានស្នាក់នៅកាលពីយប់មិញដើម្បីឆ្ពោះមកកណ្ដាលក្រុងហើយរកអូតែលថ្មីដើម្បីស្នាក់នៅតាមផ្លូវពួកយើងក៏បានរក breakfast ញ៉ាំដែរហើយបន្ទាប់ពីញ៉ាំ breakfast រួចរាល់ហើយពួកយើងក៏បន្តដំណើរមកមុខទៀតដើម្បីចូលមកក្នុងក្រុងគឺជាបន្ទប់ដែលពួកយើងស្នាក់នៅហើយវាមានតម្លៃ$15ក្នុងរយៈពេល1យប់ហើយសម្រាប់បន្ទប់វាវិញគឺស្អាតហើយ clean មែនតើបន្ទាប់ពីពួកយើងបានរៀបចំឲ្យបាននេះហើយពួកយើងក៏បន្តដំណើរទៅ Grand World ដែលមានឆ្ងាយគួរសមពីទីក្រុងដែរហើយពួកយើងបន្តដំណើរទៅដល់ម៉ូតូនេះជាទស្សនវិជ្ជាទៅតាមដងផ្លូវបងនេះណាឡើយនៅ Grand World បន្ទាប់ពីបានមកដល់ Grand World ហើយកន្លែងនេះគឺជា first stop របស់ពួកយើងហើយខ្ញុំអត់ចាំថាកន្លែងនេះគេហៅអីទេប៉ុន្តែកន្លែងនេះចូលទៅគឺដូចជារបៀបកន្លែងបុរាណរបស់គេអញ្ចឹងណាហើយគេមានយើងតែងរបៀបជាឈុតបុរាណជាអីចឹងយើងជួលឈុតបុរាណពាក់ហើយថតរូបថតអីហើយខ្ញុំក៏បានជួលឈុតបុរាណនឹងពាក់ដែរមួយមិត្តភក្តិរបស់ខ្ញុំ
cái đường mới và vẫn còn nghe trái nên mình tập trung tớiคือពួកខ្ញុំបានទៅកន្លែងតែជន់បដាននឹងហើយថប់បន្ទាប់ពីថតរូបថតអីឡើងនេះពួកយើងក៏ត្រឡប់មកវិញហើយនៅតាមផ្លូវពួកខ្ញុំបានចូលទិញទឹកមានផឹកទឹកមានរបស់គេគឺឆ្ងាញ់មែនតើនៅតាមផ្លូវត្រឡប់មកវិញពួកយើងក៏បានឈានចូលមកមើលរូបចម្លាក់របស់លោកគ្រូជំនាញទើបសាងសង់រួចរាល់ហើយកាលពីពេលថ្មីនេះទេដែលបើកសម្ពោធកាលពីខែឧសភាឆ្នាំ2024ដើម្បីគម្រប់134ឆ្នាំរបស់លោកគ្រូជំនាញបន្ទាប់ពីធ្វើដំណើរមកដល់បន្ទប់សម្រាប់របស់ពួកយើងក៏បន្តដំណើរទៅហ្វូកូណៃម៉ាគីហើយនេះគឺជាផ្សាររាត្រីដ៏ធំមួយនៅលើកោះហ្វូកូហើយនៅទីនេះផងដែរគឺមានភ្ញៀវទេសចរមកច្រើនមែនទែនព្រោះឯនៅទីនេះវាមានលក់សម្ភារបំពាក់របស់ញ៉ាំវត្ថុអនុស្សាវរីយ៍ហើយសម្រាប់ impression របស់ខ្ញុំដំបូងពេលខ្ញុំមកដល់នេះគឺមានអារម្មណ៍ថាស្តៀងទៅនឹង pub city របស់យើងដែលស្ថិតនៅខេត្តសៀមរាបបន្ទាប់ពីចេញពីផ្សាររាត្រីពួកយើងក៏បន្តមកផាប់ឬក៏បានមកកន្លែងដែរគេមាន show performance លេងមួយភ្លើងឲ្យភ្ញៀវទេសចរមើលចឹងណាហើយនៅទីនេះផងដែរសម្បូរទៅដោយភ្ញៀវជនជាតិបរទេសគាត់មក chill ហើយ have some drink ហើយមើល show មួយចឹងណាហើយសម្រាប់ performance នេះគឺបែបមែនតើគឺខ្ញុំនឹង rate ឲ្យ10 លើ 10 មកគឺ amazingពីមើល show រួចរាល់ហើយអស់ពួកយើងក៏បានមករកញ៉ាំមុនពេលត្រឡប់ទៅហូតែលវិញហើយនេះគឺជាសកម្មភាពដែលគេបាញ់កុំជ្រួចដោយសារពេលនោះក្នុងពេលចូលឆ្នាំវៀតណាមរបស់គេសម្រាប់ clip នេះគឺអត់មានអីច្រើនទេគឺបានមកដល់ទីបញ្ចប់ហើយក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាហើយសូមកុំភ្លេចចុច subscribe channel របស់ខ្ញុំផងហើយជួយ like វីដេអូផងដែរហើយនេះគឺជាថ្ងៃទី4ពួកយើងក្រោកមកញ៉ាំ breakfast មុនពេលយើងត្រឡប់ទៅប្រទេសកម្ពុជាវិញ